បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងជួបគ្នាសារជាថ្មីជាមួយវីដេអូថ្មីបាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូខ្លីមួយបង្ហាញអ្នកទាំងអស់គ្នាពីរបៀបភ្ជាប់កុងទ័របាទគីឡូវ៉ាត់ម៉ោងបាទនេះគីឡូវ៉ាត់ម៉ោងបាទហ្នឹងហើយនេះយើងភ្ជាប់ខ្សែនេះគឺយើងប្រើភ្លើង10អាំពែបាទនេះគឺសង្ទ័របានវាឃើញទេ10អាំពែបាទអញ្ចឹង10អាំពែខ្ញុំប្រើកុងទ័រ520បាទឃើញទេ520 230 វ៉ុលsingle pass ហ្នឹងហើយsingle pass អូខេតោះឥឡូវមុននឹងចប់ចង់ឲ្យបងប្អូនទាំងអស់គ្នាមើលជាមួយនឹងសីមានេះបាទឃើញទេបងប្អូនមើលសីមានឹងយល់ទេបាទខ្សែខាងឆ្វេងដៃនេះខ្សែ in ចូលបាទខ្សែចូលហ្នឹងហើយអញ្ចឹងចូលវាចូលជើងលេខ1ហើយនឹងលេខ3បាទអញ្ចឹងខ្សែខាងហ្វាចូលជើងលេខ1ចេញលេខ2បាទហើយខ្សែខាងណឺតចូលជើងលេខ3ចេញលេខ4អូខេបាទហ្នឹងហើយអញ្ចឹងអានេះឌីសង់ទ័ររបស់វាបាទឌីសង់ទ័ររបស់វារត់មកយើងចូលក្នុងឆ្លងកាត់គីឡូតបមកបានយើងចេញទៅខ្សែប្រើប្រាស់បាទនេះគឺជាខ្សែប្រើប្រាស់អូខេបាទហ្នឹងអានេះគឺជាខ្សែចេញទៅប្រើប្រាស់អូខេតោះឥឡូវខ្ញុំសូមចប់មកផ្លេតសិនតបមកខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាបញ្ជាក់ភាសាទៀតតោះហ្នឹងហើយអ្នកនរគ្នាអញ្ចឹងក្របនេះយើងដោះមកគឺយើងមើលឃើញលេខនេះលេខ1លេខ2លេខ3លេខ4បាទអញ្ចឹងខ្ញុំភ្ជាប់តាមសីមាវានឹងមកនេះសីមាវាបាទឃើញទេនេះគឺជាសីមារបស់វាអញ្ចឹងរាល់កុងទ័រភ្លើងទាំងអស់គឺយើងបើកក្របវាមកគឺមានសីមាបែបហ្នឹងហ្នឹងហើយបាទអញ្ចឹងបញ្ជាក់បងប្អូនអរគ្នាវីដេអូនេះសម្រាប់បងប្អូនដែលមិនទាន់ចេះភ្ជាប់ជាមួយនឹងគីឡូភ្លើងបាទយើងប្រើអនុភាព10អាំពែអញ្ចឹងគីឡូវ៉ាត់គឺយើងអាចប្រើ520បានហ្នឹងហើយអូខេបាទតោះឥឡូវខ្ញុំសូមភ្ជាប់វាមកផ្លេតសិនក្របវាមកយើងក្របវាយើងបើកមកគឺឃើញហើយបាទនេះ1 2 3 4ហ្នឹងហើយអញ្ចឹងសីមារបស់យើងមិញលេខ1ខាងលីងចូលលេខ2ខាងលីងចេញលេខ3ខាងណឺតចូលលេខ4ខាងណឺតចេញបាទតោះសូមភ្ជាប់លេខសិនហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវយើងបានភ្ជាប់ខ្សែរួចហើយបាទឃើញទេណាបាទអានេះគឺជាឌីសង់ទ័ររបស់វាបាទអញ្ចឹងនេះវាចុះតាមនឹងមកបាទវាចូលមកកុងទ័រភ្លើងបាទអញ្ចឹងវាចេញពីកុងទ័រភ្លើងបានចេញទៅខ្សែប្រើប្រាស់បាទនេះខ្សែប្រើប្រាស់អូខេបាទនេះលីងចូលខ្សែចូលជើងលេខ1ហ្នឹងហើយចេញទៅវិញជើងលេខ2បាទអញ្ចឹងយើងមើលនេះឃើញទេហើយខ្សែចូលជើងលេខ1បាទជើងលេខវានេះអូខេបាទនេះលេខវាលេខ1លេខ2លេខ3លេខ4បាទឃើញហ្នឹងហើយអញ្ចឹងលីងចូលលេខ1ចេញលេខ2បាទអញ្ចឹងណឺតចូលលេខ3ចេញលេខ4ហ្នឹងហើយអូខេបាទហើយចឹងចំពោះការភ្ជាប់កុងទ័រភ្លើងនេះដែរបងប្អូនទាំងអស់គ្នាត្រូវជ្រើសរើសអំពែវាឲ្យបានសមមូលជាមួយនឹងភ្លើងដែលយើងយកទៅប្រើប្រាស់បាទឲ្យត្រាក់ឲ្យបានត្រឹមត្រូវជាមួយអនុភាពដែលយើងយកទៅប្រើប្រាស់ហ្នឹងហើយដូចជាខ្ញុំបានភ្ជាប់នេះស្រាច់អញ្ចឹងបាទឃើញទេយើងប្រើ10អាំពែបាទឃើញ10អាំពែហ្នឹងហើយយើងប្រើកុងទ័រ520បាទអញ្ចឹងអាហ្នឹងគឺវាសមមូលគ្នាហ្នឹងហើយជម្រាបបងប្អូនអរគ្នារាល់ការភ្ជាប់កុងទ័រភ្លើងសូមពិនិត្យឲ្យច្បាស់ត្រង់ចំណុចនេះបាទត្រង់ចំណុចនេះហើយនឹងចំណុចនេះហ្នឹងហើយយើងត្រូវពិនិត្យវាបានច្បាស់អូខេបាទអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺខ្លីទេមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ